ការធ្វើ YouTube វាខុសអំពីការដែលយើងធ្វើអាជីវកម្មផ្សេងៗត្រង់ថាការធ្វើ YouTube យើងចំណាយពេលមួយថ្ងៃយើងថាធ្វើពេញម៉ោងចុះមួយថ្ងៃយើងចំណាយពេលតែ5ម៉ោងឬក៏8ម៉ោងឬក៏មួយថ្ងៃតល្ងាចក៏ដោយប៉ុន្តែពេលយប់ដែលយើងអត់ធ្វើក៏ YouTube ក៏វីដេអូរបស់យើងនៅតែរកលុយឲ្យយើងជានិច្ចខុសពីមុខរបររបស់យើងផ្សេងៗប្រសិនបើយើងបិទទ្វារសម្រាប់គឺមុខរបររបស់យើងត្រូវបានសម្រាប់ដែរបងប្អូនទាំងអស់គ្នាតែងតែបារម្ភហើយក៏អត់ដឹងដែរថាតើវីដេអូរបស់បងប្អូនទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាផុសចូលទៅក្នុង YouTube ហ្នឹងជាប់ copyright ឬអត់ជាប់ copyright នៅក្នុងវីដេអូរបស់ខ្ញុំមួយនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាខ្ញុំនឹងណែនាំទៅដល់បងប្អូនទាំងអស់គ្នានៅចំណុចខ្លះៗដែលបងប្អូនទាំងអស់គ្នាគួរជៀសវាងដើម្បីកុំឲ្យ channel របស់បងប្អូនទាំងអស់គ្នាជាប់ copyright មិនថាបងប្អូនទាំងអស់គ្នាធ្វើ content អីទេជាទូទៅបងប្អូនទាំងអស់គ្នាតែងតែជួបបញ្ហា copyright នេះជាប់ជានិច្ចហើយបងប្អូនទាំងអស់គ្នាតែងតែបារម្ភអំពី channel របស់បងប្អូនទាំងអស់គ្នាខ្លាច channel របស់បងប្អូនទាំងអស់គ្នាជាប់ copyright ទៅថ្ងៃក្រោយអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះខ្ញុំនឹងបញ្យល់បងប្អូនទាំងអស់គ្នា5ចំណុចសំខាន់ហើយនៅចុងវីដេអូខ្ញុំនឹងប្រាប់អំពី tip អំពីគន្លឹះដែលជួយឲ្យបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីឲ្យ channel របស់បងប្អូនទាំងអស់គ្នាឬក៏វីដេអូរបស់បងប្អូនទាំងអស់គ្នាមានសុវត្ថិភាពនៅលើ YouTube បងប្អូនទាំងអស់គ្នាដឹងស្រាប់ហើយថាមួយរយៈពេលចុងក្រោយនេះឃើញបងប្អូនយើងមានសន្ទុះកើនឡើងច្រើននៅក្នុងការចង់ចេះចង់ដឹងចង់រកចំណូលពី YouTube ហើយអ្វីដែលជាគន្លឹះមុននឹងចាប់ផ្ដើមបន្តិចខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសម័យមើលថាបើសិនជាបងប្អូនទាំងអស់គ្នាចង់ចាប់ផ្ដើមអាជីវកម្មមួយបងប្អូនទាំងអស់គ្នាត្រូវចំណាយដើមទុនអន់ណាស់ក៏5000ឬក៏10000ដុល្លារដែរនៅក្នុងការចាប់ផ្ដើមវិនិយោគទៅលើអាជីវកម្មតូចមួយប៉ុន្តែបើសិនជាយើងក៏លេខមកមើល YouTube វិញពេលខ្លះបងប្អូនទាំងអស់គ្នាមានទេពកោសល្យមានចំណង់ចំណូលចិត្តហើយប៉ុន្តែអត់មានឱកាសឬក៏អត់បានសិក្សាស្វែងយល់ពីវាអត់បានស៊ីជម្រៅពីការរកចំណូលពី YouTube វាធ្វើឲ្យបងប្អូនអស់គ្នាបាត់បង់ឱកាសទាំងនោះអញ្ចឹងបើនិយាយចំពោះខ្ញុំវិញYouTube គឺជាអាជីវកម្មមួយគឺជាមុខរបរមួយដូចជាមុខរបររបស់យើងអញ្ចឹងយើងទទួលបានចំណូលពី YouTube បន្តិចកាក់សេនប៉ុន្តែបើសិនជាយើងប្រៀបធៀបចំណូល YouTube ទៅនឹងអាជីវកម្មធំថ្មីត្បិតតែមិនបានចំណូលច្រើនដូចគេក៏ប៉ុន្តែវាគឺជាមុខរបរមួយដែលក្រុមហ៊ុនធំកំពុងតែដើរខ្ញុំលើកឧទាហរណ៍ខ្លីមួយថាឧទាហរណ៍ក្រុមហ៊ុន Grab ដែលគាត់មាន app គាត់ build app ហើយគាត់ត្រូវការរត់អាជីវកម្មអីផ្សេងអាហ្នឹងគឺជារឿងអាជីវកម្មរបស់គាត់ក៏ប៉ុន្តែខ្ញុំគ្រាន់តែលើកឧទាហរណ៍អំពីចំណូលហើយនឹង style នៃការរកចំណូលពីក្រុមហ៊ុនមួយធំក្រុមហ៊ុន Grab គាត់ប្រើ app ដើម្បីគាត់ស៊ី commission ពី driver ពីអ្នកបើកបរដូចជាយើងជា YouTuber អញ្ចឹងហើយក្រុមហ៊ុន YouTube គឺដូចជាក្រុមហ៊ុន Grab អញ្ចឹងក្រុមហ៊ុន Grab គឺគាត់ស៊ី commission ពី driver ពីបងអ្នកបើកGrab ប៉ុន្តែយើងក៏ដូចគ្នាដែរគឺយើងបានទទួលនៅ commission អំពីក្រុមហ៊ុន YouTube ដូចគ្នា45%និង55%អញ្ចឹងបើសិនជាយើងគិតមកវិញការធ្វើ YouTube វាខុសអំពីការដែលយើងធ្វើអាជីវកម្មផ្សេងត្រង់ថាការធ្វើ YouTube យើងចំណាយពេលមួយថ្ងៃយើងថាធ្វើពេញម៉ោងចុះមួយថ្ងៃយើងចំណាយពេលតែ5ម៉ោងឬក៏8ម៉ោងឬក៏មួយថ្ងៃតល្ងាចក៏ដោយប៉ុន្តែពេលយប់ដែលយើងអត់ធ្វើក៏ YouTube ក៏វីដេអូរបស់យើងនៅតែរកលុយឲ្យយើងជានិច្ចខុសពីមុខរបររបស់យើងផ្សេងប្រសិនបើយើងបិទទ្វារសម្រាប់គឺមុខរបររបស់យើងត្រូវបានសម្រាប់ដែរប៉ុន្តែ YouTube អត់ទេ24ម៉ោងលើ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍28ថ្ងៃ29ថ្ងៃ31ថ្ងៃក្នុងមួយខែ365ថ្ងៃក្នុងមួយឆ្នាំគឺ YouTube នៅតែរកលុយឲ្យយើងវីដេអូរបស់យើងនៅតែរកលុយឲ្យយើងបានជាប់ជានិច្ចនេះចំណុចចាប់ផ្ដើមមុននឹងចាប់ផ្ដើមនិយាយអំពី copyright ជូនបងប្អូនទាំងអស់គ្នាហើយខ្ញុំនឹងវិភាគមួយពាក់ព័ន្ធទៅនឹង copyright
ការការពារ channel របស់យើងកុំឲ្យជាប់ copyright ឬក៏យើងហៅថាកម្មសិទ្ធិបញ្ញាគឺវានឹងរក្សានិរន្តរភាពនៃការរកចំណូលពី YouTube ដើម្បីធ្វើឲ្យ channel ក៏ដូចជាវីដេអូរបស់យើងមានសុវត្ថិភាពរកចំណូលបានជាប់ជារៀងរហូតមកដល់កន្លែងនេះខ្ញុំមាន5ចំណុចទាក់ទងទៅនឹងtip ខ្លះនិយាយអំពីការការពារជាចម្បងដើម្បីកុំឲ្យជាប់ copyright ហើយមុននឹងចាប់ផ្ដើមសម្រាប់បងប្អូនថ្មីដែលចង់ចាប់ផ្ដើម YouTube ដែលអត់ទាន់បាន subscribe channel របស់ខ្ញុំអត់ទាន់បាន follow page របស់ខ្ញុំអាច subscribe channel របស់ខ្ញុំ follow page របស់ខ្ញុំគិតថា channel របស់ខ្ញុំស័ក្តិសមនៅក្នុងការចែករំលែកជូនបងប្អូនអរគ្នាត្រូវនឹងតម្រូវការរបស់បងប្អូនអរគ្នាដោយឥតគិតថ្លៃមានចម្ងល់បងប្អូនអាច comment សួរខ្ញុំនៅខាងក្រោមបានហើយសម្រាប់បងប្អូនដែលចង់ជួបខ្ញុំបងប្អូនដែលមានតម្រូវការ computer គ្រប់ប្រភេទអាចមកជួបខ្ញុំបាននៅពេលដែលបងប្អូនទាំងអស់គ្នាត្រូវការ computer ឬក៏តាក់ទងមកខ្ញុំបានអាច comment បានអាចរៀប computer ទាំង laptop និង desktop មានមកទឹកមានថ្មីគ្រប់ប្រភេទសម្រាប់បងប្អូនទាំងអស់គ្នាពេលដែលបងប្អូនទាំងអស់គ្នាមកទិញ computer គឺខ្ញុំស្វាគមន៍នៅក្នុងការជួបបងប្អូនទាំងអស់គ្នាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំមាន5ចំណុចសម្រាប់ជូនបងប្អូនទាំងអស់គ្នាចំណុចទី1បងប្អូនទាំងអស់គ្នាមិនគួរប្រើប្រាស់នៅភ្លេងសាច់ភ្លេងបទភ្លេងដែលគេដាក់ no copyright នៅលើ YouTube បងប្អូនទាំងអស់គ្នាខ្ញុំនិយាយអំពីវីដេអូដែលបងប្អូនទាំងអស់គ្នាឃើញវីដេអូគេដាក់ថាអាចយកបទភ្លេងនោះទៅប្រើបាន no copyright បើខ្ញុំសុំហាមបងប្អូនទាំងអស់គ្នាសុំកុំប្រើបទភ្លេងទាំងនោះនិយាយឲ្យចំទៅគឺបទភ្លេងដែលគ្មានកម្មសិទ្ធិបញ្ញាបទភ្លេងដែលប្រើប្រាស់រកម្ចាស់ដើមអត់ឃើញបើទោះបីជាបងប្អូនទាំងអស់គ្នាយកវាមកប្រើដោយមិនជាប់ copyright ក៏ដោយក៏ប៉ុន្តែបងប្អូនទាំងអស់គ្នានឹងប្រឈមមុខនៅពេលដែលបងប្អូនគ្រប់គោលការណ៍ 1000 subscriber និង 4000 ម៉ោងបងប្អូនទាំងអស់គ្នាច្បាស់ជារលុយអត់បានទេពីព្រោះវានឹងជាប់ reuse content បានន័យថាបទភ្លេងទាំងនោះឬក៏សាច់ចម្រៀងទាំងនោះត្រូវបានគេយកទៅប្រើប្រាស់ច្រើន channel បើពីខ្ញុំទៅវិញបងប្អូនទាំងអស់គ្នាគួរប្រើប្រាស់បទភ្លេងពី YouTube គឺចេញពី Audio Library បាទគឺជាបទភ្លេងដែលមានសុវត្ថិភាពសម្រាប់បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាអាចចូលទៅក្នុង YouTube បងប្អូនទាំងអស់គ្នាចូលទៅក្នុង YouTube Studio សម្រាប់បងប្អូនដែលប្រើប្រាស់ computer ហើយបងប្អូនទាំងអស់គ្នា scroll មកខាងឆ្វេងមកនឹងឃើញពាក្យថា Audio Library បងប្អូនទាំងអស់គ្នាអាច download ភ្លេងពីនឹងមកព្រោះ YouTube ឲ្យយើងប្រើប្រាស់បទភ្លេងនៅក្នុង Audio Library នេះរាប់រយបទដែលបងប្អូនទាំងអស់គ្នាពេញចិត្តហើយឲ្យត្រូវទៅនឹងសាច់វីដេអូរបស់បងប្អូនទាំងអស់គ្នាមួយទៀតដែរនៅក្នុង Audio Library ក៏មានបទដែលយើងត្រូវដាក់ credit ឲ្យម្ចាស់ដើមគេដែរគឺយើងហៅថា no copyright nation ឬក៏យើងប្រើពាក្យអក្សរកាត់ថា NCN ដែលបងប្អូនទាំងអស់គ្នាចាំបាច់ត្រូវតែដាក់ credit ឲ្យទៅម្ចាស់ដើមរបស់គេប្រភពនៃបទចម្រៀងឬក៏យើងហៅថាកម្មសិទ្ធិបញ្ញានៃអ្នកនិពន្ធសាច់ភ្លេងនិងបទភ្លេងរបស់គេផងដែរហ្នឹងគឺបងប្អូនទាំងអស់គ្នាអាចប្រើប្រាស់បានហើយដើម្បីឲ្យទុកចិត្តនៅពេលដែលបងប្អូនទាំងអស់គ្នាប្រើបទភ្លេងអ្នកទាំងអស់គ្នាអាចប្រើប្រាស់ដោយការបង់ប្រាក់ចេញពី website ផ្សេងដូចជា Epidemic Sound ឬក៏ចេញពី Active បើសិនបើបងប្អូនទាំងអស់គ្នាមានថវិកាគ្រប់គ្រាន់មានគម្រោងច្បាស់លាស់អញ្ចឹងខ្ញុំសរុបមកវិញនៅចំណុចទី1បងប្អូនទាំងអស់គ្នា3ចំណុចដែលខ្ញុំលើកទី1បងប្អូនកុំប្រើប្រាស់បទភ្លេង no copyright នៅលើ YouTube បងប្អូនទាំងអស់គ្នាគួរតែប្រើប្រាស់បទភ្លេងដែលចេញពី Audio Library របស់ YouTube ចំណុចទី2បងប្អូនទាំងអស់គ្នាបើសិនជាប្រើប្រាស់បទភ្លេងពី Audio Library បងប្អូនទាំងអស់គ្នាគួរតែដាក់ credit ឲ្យម្ចាស់គេនៅលើ description ផងហើយនឹងចំណុចទី3បើសិនជាបងប្អូនទាំងអស់គ្នាគិតថាមិនព្រោះចង់ទិញអ្នកនរគ្នាអាចទិញពី website ផ្សេងបានចំណុចទី2ដែលបងប្អូនទាំងអស់គ្នាជួបច្រើនគឺបងប្អូនទាំងអស់គ្នាដែលធ្វើ reaction ឬបងប្អូនទាំងអស់គ្នាដែល voice over ឬបងប្អូនទាំងអស់គ្នាដែល cover បទចម្រៀងរបស់គេបើសិនជាបងប្អូនទាំងអស់គ្នាចង់យកវីដេអូរបស់គេឬក៏សាច់ភ្លេងរបស់គេយកមកប្រើប្រាស់ទី1បងប្អូនទាំងអស់គ្នាកុំចម្លងមកទាំងស្រុងបងប្អូនទាំងអស់គ្នាអាចប្រើ green screen បង្ហាញអំពីការយល់ឃើញទៅលើវីដេអូនេះដែលបងប្អូនទាំងអស់គ្នាបញ្ចេញមតិបងប្អូនទាំងអស់គ្នាអាចផ្ដល់ជាយោបល់កែលម្អឬកាត់វីដេអូរបស់គេនោះ
ខ្លីៗបានហើយលើកជាយោបល់បន្ថែមដើម្បីឲ្យអ្នកមើលគាត់យល់ថាយើងគឺជាអ្នកដែលវិភាគទៅលើវីដេអូនោះមិនមែនយកវីដេអូនោះមកគឺដាក់ copy របស់គេមកទាំងស្រុងទេទី2បងប្អូនទាំងអស់គ្នាត្រូវចេះកាត់វីដេអូគេខ្លីៗកុំយកវីដេអូរបស់គេទាំងមូលយកមកដាក់តែម្ដងត្រូវចេះកាត់វីដេអូនៅចំណុចសំខាន់ខ្លីៗចំណុចពិសេស clip ឬក៏ shot ពិសេសហើយយកមកយើងបញ្ចេញនៅមតិយោបល់របស់យើងទី3អ្នកទាំងអស់គ្នាត្រូវនិយាយអំពីគោលបំណងដែលអ្នកទាំងអស់គ្នា reaction ទៅលើវីដេអូរបស់គេហ្នឹងក្នុងន័យស្ថាបនាក្នុងន័យអប់រំក្នុងន័យកែលម្អឬក៏ក្នុងន័យនៃការផ្ដល់តម្លៃអីមួយទៅដល់ម្ចាស់ដើមគេចំណុចទី3គឺជាចំណុចដែលសំខាន់ហើយអត់ចេះជាប់ copyright ទេគឺជាវីដេអូដែលយើងថតខ្លួនឯងដោយយើងកាន់កាមេរ៉ាដោយខ្លួនឯងដែលយើងថតពីសកម្មភាពប្លែកដែលយើងជួបប្រទះដោយខ្លួនឯងផ្ទាល់នោះគឺមិនជាប់ copyright ហើយគេប្រើពាក្យថាជា original ទៀតទី4បើសិនជាបងប្អូនទាំងអស់គ្នាត្រូវការវីដេអូខ្លីស្អាតអ្នកទាំងអស់គ្នាអាចយកជា footage ជាប្លង់ចេញអំពី website ដូចជា Pixabay Pixel unspace.com ក៏បងប្អូនទាំងអស់គ្នាអាចយកមកប្រើប្រាស់បានដែរប៉ុន្តែយើងកាត់ឲ្យបានខ្លីបំផុតជា footage ខ្លីដាក់បន្ថែមទៅលើវីដេអូរបស់យើងដូចខ្ញុំអញ្ចឹងចំណុចទី5ចុងក្រោយបងប្អូនទាំងអស់គ្នាដឹងថាពេលដែលអ្នកទាំងអស់គ្នាផុសវីដេអូចូល YouTube តែងតែ check copyright YouTube Facebook TikTok អីតែងតែ check copyright ឲ្យបងប្អូនទាំងអស់គ្នាជានិច្ចអញ្ចឹងបងប្អូនទាំងអស់គ្នាប្រយ័ត្នកន្លែងហ្នឹងបើ check មើលទៅឃើញថាអត់ជាប់ចាំ upload តែបើ check ទៅហើយជាប់ copyright ពណ៌ក្រហមអ្នកនរគ្នាគួរតែផ្លាស់ប្ដូរឬក៏គួរតែកែឬក៏លុបឲ្យកែឡើងវិញនៅវីដេអូ footage ណាដែលអ្នកនរគ្នាសង្ស័យថាអាចជា copyright ប៉ុន្តែប្រយ័ត្នរឿងមួយថាពេលខ្លះវាអត់ជាប់ copyright ទេប៉ុន្តែវាជាប់ reuse content reuse content ហ្នឹងវាអត់ប្រាប់ទេលុះតែយើងគ្រប់ 1000 subscriber និង 4000 ម៉ោងស្នើលុយបានវាប្រាប់ថាវីដេអូនិង channel របស់យើងមិនអាចរកលុយបានទេដោយសារតែខ្លឹមសារត្រូវបានប្រើប្រាស់ឡើងវិញអ្នកនរគ្នានៅតែឆ្ងល់អញ្ចឹងខ្ញុំជឿថានៅតែឆ្ងល់អញ្ចឹងបងប្អូនដែលមើលវីដេអូរបស់ខ្ញុំថា reuse content ហ្នឹងគឺជាឃាតករលាក់មុខដែលសង្ងំវាអត់ដូច copyright វាប្រាប់ភ្លាមប៉ុន្តែ reuse content វាអត់ប្រាប់ទេគឺវាសង្ងំនៅហ្នឹងរហូតដល់យើងគ្រប់ហើយស្នើអត់បានធ្វើយើងខាតពេលតែយើងធ្វើម៉េចដើម្បីអាចបញ្ជៀស reuse content បានបញ្ជៀស reuse content បានលុះត្រាតែបងប្អូនទាំងអស់គ្នាកុំប្រើប្រាស់បទភ្លេងឬក៏វីដេអូដែលអ្នកទាំងអស់គ្នាមិនបានថតផ្ទាល់ដោយផ្ទាល់ដៃឬក៏បទភ្លេងឬក៏វីដេអូដែលគេផុសជាសាធារណៈដោយគ្មានម្ចាស់ដើមហាមប្រើតែប៉ុណ្្នឹងទៅគឺអ្នកទាំងអស់គ្នាជៀសផុតហើយឥឡូវយើងមកដល់ចំណុចចុងក្រោយបងប្អូនទាំងអស់គ្នាត្រូវចាំពីចំណុចធំដែលអាចជៀសផុតពី copyright ទី1ហាមយកបទភ្លេងល្បីយកមកដាក់នៅក្នុងវីដេអូរបស់បងប្អូនទាំងអស់គ្នាបើទោះបីជា5វិនាទីក៏ដោយក៏ហាមដាច់ខាតពីព្រោះវានឹងអាចជាប់ copyright ទី2បើសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់បទនឹងខ្លាំងស្រឡាញ់វីដេអូនឹងខ្លាំងអ្នកទាំងអស់គ្នាកាត់វីដេអូគេយកមកដាក់បន្ថែមឬក៏ដាក់ភ្លេងរបស់គេចូលនៅក្នុងវីដេអូរបស់បងប្អូនទាំងអស់គ្នាបើទោះបីជាអ្នកទាំងអស់គ្នាដាក់ credit ឲ្យគេក៏ដោយបើសិនជាម្ចាស់គេមិនពេញចិត្តឬក៏មិនសប្បាយចិត្តនៅក្នុងការផ្ដល់ឲ្យអ្នកទាំងអស់គ្នាគេនៅតែអាច report ឬក៏ claim យកលុយចេញពី channel របស់បងប្អូនទាំងអស់គ្នាបានគ្រប់ពេលអ្នកទាំងអស់គ្នាដឹងថា copyright ចែកចេញជាប្រមាណទេ copyright ចែកចេញជាពីរប្រភេទទី1គឺ copyright claim ដែលមិនប៉ះពាល់ដល់ channel របស់បងប្អូនទាំងអស់គ្នាទេប៉ុន្តែវីដេអូរបស់បងប្អូនទាំងអស់គ្នាមិនអាចរកចំណូលបានឡើយទី2 copyright strike គឺជាការ report ឬក៏ជាការការរក្សាកម្មសិទ្ធិបញ្ញាម្ចាស់ដើមយ៉ាងតឹងរ៉ឹងបំផុតប្រសិនបើ channel របស់បងប្អូនទាំងអស់គ្នា copyright ជាប់តែ3ដងក្នុងរយៈពេល90ថ្ងៃ channel របស់បងប្អូនទាំងអស់គ្នាត្រូវបាន remove ចេញពី YouTube platform ភ្លាមសង្ឃឹមថាវីដេអូរបស់ខ្ញុំមួយនេះអាចនឹងពន្យល់បងប្អូនទាំងអស់គ្នាលម្អិតស្វ័យប្រវត្តិតែมันមានជាឧទាហរណ៍បង្ហាញបងប្អូនទាំងអស់គ្នាច្បាស់ 100% ដោយសារពេលវេលាខ្លីដោយសារការបង្ហាញរបស់ខ្ញុំពីចម្ងាយតាមរយៈវីដេអូអញ្ចឹងខ្ញុំបានតែជាការលើកអំពីទ្រឹស្ដីនិងបទពិសោធន៍របស់ខ្ញុំផ្ទាល់ជូនទៅបងប្អូនទាំងអស់គ្នា
ប្រសិនបើខ្ញុំនិយាយទៅលឿនពេកយឺតពេកច្បាស់មិនច្បាស់សូមបងប្អូនអរគ្នាអធិស្ឋានដោយសារតែខ្ញុំមានបញ្ហាសុខភាពចឹងធ្វើឲ្យខ្ញុំនិយាយទៅអាចនឹងមិនច្បាស់ហើយបងប្អូនអរគ្នាគាត់ច្រឡំស្មានថាខ្ញុំនឹងបៀមស្គរក្របផងដែរអរគុណអ្នកនរគ្នាដែលតាមដានវីដេអូរបស់ខ្ញុំនឹងមានអ្វីថ្មីៗទាក់ទងនឹងការអាប់ដេតនៅក្នុងការរកចំណូលពី YouTube Facebook ឬក៏បើសិនជាខ្ញុំមានដឹងនៅចំណុចណាល្អៗខ្ញុំនឹងចែកម្លែកជូនបងប្អូនអរគ្នាបន្តទៀតអរគុណជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីៗបន្តទៀតជំរាបលា